តើនឹងមានរឿងអ្វីកើតឡើងបើសិនជាយើងញ៉ាំប្រូតេអ៊ីនច្រើនពេកនៅក្នុងពេលតែមួយសួស្តីអ្នកខ្ញុំ Pan ជា Certified Fitness Instructor by FEA បើយោងតាម International Society of Sports Nutrition គេ recommend ឲ្យយើងញ៉ាំប្រូតេអ៊ីនចន្លោះពី20ទៅ40ក្រាមនៅក្នុងមួយពេលហើយត្រូវទុកចន្លោះពេលពី3ទៅ4ម៉ោងរាល់ការញ៉ាំម្ដងដើម្បីឲ្យរាងកាយរបស់យើងមានពេលគ្រប់គ្រាន់ក្នុងការយកប្រូតេអ៊ីនទៅប្រើប្រាស់បញ្ហាមួយចំនួនដែលអ្នកគ្នាអាចនឹងប្រឈមបើសិនជាអ្នកគ្នាញ៉ាំប្រូតេអ៊ីនច្រើនពេកនៅក្នុងពេលតែមួយហើយនៅក្នុងរយៈពេលយូរទីមួយអាចធ្វើឲ្យក្រលៀនឬក៏តម្រងនោម stress ឬក៏មានសម្ពាធខ្លាំងដោយសារតែបរិមាណប្រូតេអ៊ីនច្រើនពេកធ្វើឲ្យក្រលៀនឬក៏តម្រងនោមរបស់អ្នកទាំងគ្នាធ្វើការខ្លាំងពេកខុសពីធម្មតាដើម្បីបញ្ចេញអាសូតឬក៏កាកសំណល់ដែលចម្រាញ់ចេញពីប្រូតេអ៊ីនទី2ហានិភ័យនៃការខ្សោះជាតិទឹកកាកសំណល់ដែលចម្រាញ់ចេញពីប្រូតេអ៊ីនវាត្រូវការឲ្យយើងញ៉ាំទឹកឲ្យបានច្រើនឬក៏គ្រប់គ្រាន់ដើម្បីបញ្ចេញវាចោលអញ្ចឹងបើសិនជាអ្នកគ្នាជាមនុស្សដែលមិនចូលចិត្តញ៉ាំទឹកឬក៏ញ៉ាំទឹកមិនបានគ្រប់គ្រាន់វាអាចធ្វើឲ្យមានផលប៉ះពាល់ដល់ក្រលៀនឬក៏តម្រងនោមរបស់អ្នកទាំងគ្នាទី3លើសកាឡូរីនិងលើសជាតិខ្លាញ់ការញ៉ាំប្រូតេអ៊ីនច្រើនជាងតម្រូវការរាងកាយវានឹងបំលែងទៅជា glucose តាមរយៈថ្លើមហើយកាឡូរីដែលលើសទាំងនោះអាចคล้ายទៅជាខ្លាញ់ជាពិសេសគឺខ្លាញ់នៅជុំវិញក្បាលពោះហើយយូរទៅវាអាចបង្កើនឲ្យមានហានិភ័យនៃភាពធន់នឹងអាំងសាលីនឬក៏អាចចូលក្នុងស្ថានភាពជិតមានជំងឺទឹកនោមផ្អែមហើយប្រូតេអ៊ីនដែលខ្ញុំកំពុងនិយាយនេះគឺសំដៅទៅលើប្រូតេអ៊ីនគ្រប់ប្រភេទរួមបញ្ចូលទាំងម្សៅប្រូតេអ៊ីនឬក៏ប្រូតេអ៊ីនដែលយើងទទួលបានពីអាហារផ្សេងៗដូចជាសាច់ស៊ុតឬក៏ត្រីជាដើមអរគុណច្រើនអ្នកទាំងគ្នាសម្រាប់ការទស្សនាវីដេអូនេះហើយជួយ follow ដើម្បីជួបគ្នានៅក្នុងវីដេអូក្រោយ